នេះជាសកម្មភាពក្បាលវីដេអូដែលខ្ញុំដើរបបកត្រីរកផ្លែសម្រងមួយយប់មួយថ្ងៃនៅឯតំបន់ស្ទឹងខាងស្រុកថ្មបាំងហើយខាងតំបន់ខេត្ត3តំបន់ខាងស្រុកថ្មបាំងនៅលើពេលនេះគឺថាផ្លែសម្រងចាប់ផ្ដើមមេបាមួយហើយតែដល់ពេលខ្ញុំទៅរកមិនទាន់មានមេបាទេព្រោះខែ3បញ្ចូលខែ4បានមានផ្លែសម្រងហើយក៏នេះសកម្មភាពដែលខ្ញុំធ្វើដំណើរទៅតាមផ្លូវហើយក៏គេថាទៅនឹងចូលផឹកពេលនោះនេះអត់ពេលមិនអំកៅហើយធ្វើដំណើរទៅមុខទៀតព្រោះអីថាពីវាដៅថ្ងៃក្តៅដែរថ្ងៃចេញពីផ្ទះម៉ោង11ហើយការភាពគាត់ថាផ្លូវគាត់ថាសរសើរមែនតើហើយក៏ថាផ្លូវខាងទៅនោះមករបស់យើងចុះគាត់ដើមចាក់ផ្លូវហើយប្រើហើយបើបងប្អូនចង់លេងខាងតំបន់ស្រុកថ្មបាំងបងប្អូនមិនភ័យថាផ្លូវលំបាកទេគឺតំបន់ខាងថ្មបាំងរបស់យើងអភិវឌ្ឍផ្លូវសង្ឃាហើយ 100% ហើយគឺថាគេផ្លូវស្អាតហើយនេះគឺជាសម្ភារដែលផ្លូវយើងចូលទៅព្រៃទៅស្បកត្រីរកផ្លែសម្រងឃើញថាផ្លូវវាលំបាកខ្លះស្រួលខ្លះហើយក៏ខ្ញុំសូមប្រាប់បងប្អូនដែរគឺតំបន់ខាងតំបន់យើងស្រុកបាំងមិនសូវសម្បូរសម្រងប៉ុន្មានទេអញ្ចឹងបងប្អូនឃើញនៅសម្រងកុំកាប់ជាងសុខចិត្តលើបេះឬក៏ជ្រៃមេឃវាទៅកុំកាប់សម្រងប៉ុន្តែខ្ញុំទៅជើងនេះមិនបានលើសម្រងសំបី1គីឡូបើនិយាយថាប្រងវានៅខ្ចីហើយទៅជើងនេះដែរគឺថាមកវិញប្រៃមកវិញគ្នារកគ្នាឃើញទេមកវិញដើរលងស្រង់តិចហើយមាត់ហើយបងប្អូនបាទហើយចុះបាងចុះពលហើយក៏ជួបដើមសម្រងដើមដឹងហោះមកណាទេអត់មានឃើញដើមទេហើយក៏ចុះមកទៀតមកឃើញដើមនេះម្ដងដើមនៅខ្ចីទេបងប្អូនបាទគឺខ្ចីទេក៏អត់កាប់ទេក៏អត់លើបេះទេក៏ខ្ញុំចុះមកឡើងនេះឡើងទឹកស្ទឹងថ្មបាំងអញ្ចឹងក៏ខ្ញុំដើររត់ដាក់ក៏រត់ឡើងដេកឡើងបោះតង់ដេកឡើងចងរឹងដេកតែយើងមកទៅឃើញគ្នាយើងខ្ញុំចុះមកបើវែងគ្នាហើយទៅវិញក៏វែងគ្នាដែរវែងគ្នាអស់ហើយក៏ទៅរៀបចំឡើងដេកនេះខ្លះក៏រៀបចំដាក់កាហ្វេក៏ខ្ញុំមកចេញគប់ត្រី24រាប់ខ្សែពីគប់ក៏មិនបានថតទេអានេះពីថាត្រីស៊ីពេលគប់3ខ្សែហ្នឹងគប់អូលេងស៊ីហើយត្រីនឹងต้องជា3គីឡូបងប្អូនត្រីនឹងកាច់បងប្អូនអើយទីថាហើយមុននឹងគប់នឹងខ្ញុំក៏គប់ចូលត្រីខ្មៅមួយដែរបងប្អូនបាទខ្ញុំអត់បានថតទេចូលត្រីខ្មៅទាំង1ទាំង4គីឡូថា5គីឡូចុះទាញអត់រួចសារតែទាញអត់រួចគាត់ឈើច្រើនបងប្អូនឃើញថាឈើច្រើនទាញយកដាច់ខ្សែបាត់បងប្អូនទាញដាច់ខ្សែត្រីខ្មៅទាញនឹងចិត្តដល់គូកឯណាទាញមករើមកផឹងដាច់ខ្សែមកត្រីខ្មៅហើយនេះត្រីខ្មាន់ដែលខ្ញុំបកបានមើលទៅឃើញតែទូធំបានដែរបងប្អូនបាទឃើញថាយើងកាមេរ៉ាយើងដាក់អញ្ចឹងគឺថាទូធំតែដល់ពេលយើងវាយមកបានមកទៅតូចបងប្អូនជុំ3គីឡូជាងហើយគឺថាតំបន់នេះគឺវោត្រីមែនតើបងប្អូនបានថាឆ្លោះយប់គឺទុនជ័យគឺវោត្រីខ្មាន់ហើយយប់ខ្ញុំឆ្លោះយប់ទៅត្រីនឹងយកទៅអត់ទេតែស្ពោមែនតើបងប្អូនបាទតែបើវាឆ្ងាយពេកវាស៊ូវាមិនឆ្ងាយបានចិត្តតែនេះវាថាក្តៅព្រោះតែអត់មានឈើอะไรទឹកទំនប់គេបាត់ទឹកតែខ្ញុំមកដល់គិតទំនប់គេខ្ញុំនឹកបាល់លឺឆ្ងាយដែរជឿអត់ប៉ះពាល់ដល់កន្លែងទំនប់គេកន្លែងបាក់ឋានគេនៅខាងហ្នឹងទេព្រោះអីខ្ញុំមកដល់គៀងទំនប់វាមកនេះហើយត្រីគេថាគប់ស៊ីមែនបងប្អូនធំខ្លះតូចខ្លះទៅអានេះត្រីមួយមើលមកខំអត់ដល់ក៏ខំទេបងប្អូនក៏បានរួចម្ហូបពេលញីដែរមានថាយើងទៅមានបានត្រៀមហូបសាច់ជ្រូកសាច់អីទេព្រោះតែយើងអាងថាតដេញហ្នឹងបងហ្នឹងត្រីបងអីមានហូបត្រីហ្នឹងបងប្អូនបាទហើយត្រីទុយពីប្រឡែងវិញត្រីប៉ាន់មេដៃស៊ីផ្លែឆាខ្ញុំស៊ីនេះដែរហើយក៏ខ្ញុំសូមប្រាប់បងប្អូនថាមែនតើបងប្អូនត្រីនឹងយកទៅណាអស់ទេហើយយើងគេថាបកត្រីហើយមានមួយទឹកមួយភក់ចាប់ដើមដាំបាយដាំទឹករៀបចំបានអាត្រីនឹងមួយក៏កាប់ស្ងោជ្រក់អូចេះស្ងោចេះហូបទៅដើម្បីទៅហូបត្រីជួលត្រីរបស់យើងចេះស្ងោក៏ទៅឆ្ងាញ់ដែរជួយចុងភៅយើងចុងភៅជំនាញដែរចុងភៅកាចឹងក៏ហូបយើងចាប់ដើមពុះប្រើគឺយើងចាប់ដើមដួសបាយហូបជុំគ្នាបងប្អូនហើយត្រីដាក់ទៅមួយកង់មុំឆ្អែតត្រីហើយយើងហូបបាយជុំគ្នាទៅបងប្អូនបាទហើយគ្នារបស់យើងប្រហែលអ្នក5នាក់1នាក់ទៅរកបាក់ត្រីផងក៏ខ្ញុំបាយរួចចាប់ដើមចងរឹងរៀបចំសម្រាប់បន្តិចដើម្បីយើងទៅឆ្លោះត្រីយប់ហើយសកម្មភាពត្រីយប់ពេលយើងដើរវាលខ្សាច់ចង្កេះថាស្អាតតែបងប្អូនមកសាច់កង់ស្អាតតែខ្ញុំចាប់ដើមបាញ់ត្រីកតុនជ័យមួយប៉ុណ្ណានៃតុងផ្លាស់ឡូតុនជ័យបាញ់បាននៃតុនជ័យថាស្បូមតែបងប្អូនឆ្លងបើគឺសុទ្ធកតុនជ័យតែដល់ពេល
បាញ់ចាប់ដឹងស្រាប់ឯងបងប្អូនមានបាញ់ខុសបាញ់ត្រូវខ្លះទៅហើយវាបាញ់ត្រូវញឹកពេកគេថាដៃត្រង់ជំនាញហ្នឹងណាបងប្អូនបាទប៉ុន្តែខ្ញុំមិនថានេះពេលនេះបាញ់ត្រីនឹងខុសខុសហើយនេះខ្ញុំបាញ់ខុសដែរតែឃើញបងប្អូនថានិយាយថាឆ្លាំងអូឆ្លាំងច្រើនណាស់បងប្អូនអើយនៅតំបន់ហ្នឹងមិនមែននិយាយមែនឆ្លោះគ្នាឆ្លាំងដែរតែឆ្លាំងវាយើងបាក់បាញ់គេឆ្លាំងអញ្ចឹងពេលវេលាព្រឹកក៏បានមកដល់អើយឃើញថាទីភាពស្អាតតែបងប្អូនបាទថ្ងៃលិចថ្ងៃអីចេញមកខ្ញុំមិនដឹងថាលំនឹងមានថ្ងៃលិចឯណាស្រួលមើលទៅឃើញថាស្អាតឯណាក៏រៀបចំផឹកកាហ្វេមួយកែវទៅរៀបចំតាយើងចេញរកមើលម្ដងទៀតហើយចាប់ដល់ឃើញថ្ងៃរះខ្ពស់ដល់ជុំឈើក៏យើងរៀបចំដាំបាយទៅមហូបអញ្ចឹងណាបងនឹងក៏ទាញដងស្ទូចមួយក៏វក់បានអាធំក៏ទូចអញ្ចឹងក៏គ្នាយើងនោះទៅ3ម៉ោងហើយម៉ោងឃើញ3ម៉ោងទៅម៉ោងត្រី2គីឡូថា2គីឡូមិនទៅអូស្បាត់របស់យើង10ម៉ោងមកត្រីម្ដុំនោះមានត្រីខ្សាំងត្រីឆ្លាំងត្រីខ្មាន់ត្រីក្រុសត្រីអីទៅហើយយើងក៏រៀបចំដាំបាយទៅហើយគ្នាយើងក៏រៀបចំធ្វើម្ហូបយើងទៅម្ហូបនេះម្ហូបត្រីរបស់យើងដាក់មកពេលបាយគឺយើងពេលបាយព្រឹកយើងរៀបហូបបាយព្រឹកហើយយើងក៏រៀបចំទៅដើមមើលផ្លែសម្រងណាតែផ្លែសម្រងបដីស្ទិតខ្ចីទៅបងប្អូនអើយបើសិនជិតបានក៏ខ្ញុំមិនកាត់ដែរព្រោះឡើងខ្ញុំឡើងបេះឡើងស្រីដែរចាំវីដេអូក្រោយខ្ញុំនឹងចេញវីដេអូឡើងចុងសម្រងថតផ្លែសម្រងមើលហើយនេះគឺជាដើមសម្រងតូចៗហើយតាមផ្លូវដែលខ្ញុំរកហ្នឹងនេះជួបថ្មជួបបាំងជួបឈើអីប្លែកៗទៅឃើញតែរកហ្នឹងដឹងមកយើងបងប្អូនឃើញទៅគ្នាយើងក៏វិញគ្នាយើងនេះឃើញគឺជួយអាចរកឈើហើយយើងវីដេអូរបស់យើងក៏បានទីបញ្ចប់ទៅប៉ុណ្្នឹងដែរសូមចាំតាមដានវីដេអូខ្ញុំឱកាសក្រោយដែលខ្ញុំឡើងបេះផ្លែសម្រងឲ្យមើលខ្ញុំកាត់ទៅបងអរគុណច្រើនបងប្អូនបាទ